ស្ដីមួយចំនួនទៀតអញ្ចឹងដំបូងគេឡើងខ្ញុំនឹង record អីទៅជាអនុគមមាន derivative ឬក៏មាន differential យើងឲ្យយកន័យថា f ជាអនុគមចំនួនអត្ថេ complex មានថាវាជាអនុគមពី c ទៅកាន់ c មានថាវាជាអនុគមអត្ថេ complex តាមពិតទៅយើងអាចនិយាយពី u នេះជាសំណុំរងរបស់ c ទៅបានដែរទៅកាន់ c មានថាវាជាអនុគមអត្ថេ complex អត្ថេវាជាចំនួន complex រូបភាពរបស់វាគឺនៅក្នុងចំនួន complex នេះអាចរូបភាពរបស់វាក្នុងចំនួនពិតក៏បានអត់បញ្ហាចឹងអនុគម f ជាអនុគមអត្ថេ complex គឺថាវាមាន derivative ត្រង់ចំណុច z0 ណាមួយ is differentiable at z0 ជារបស់ c ប្រសិនបើ limit នេះ exist តើតែ limit h ត្រូវ0នៃ f នៃ z បូក h ដល់ f នៃ sorry em anh dùng này cho xong z f នៃ z ដល់ f នៃ z0 ចែកឲ្យ z ដល់ z0 នេះ exist នេះនៅពេលដែល z ក៏ត្រូវ z0 មានថាត limit នឹង exist មានថាវាមាន derivative ត្រង់ z0 បើសិនបើវា exist គេតាំងនិមិត្តសញ្ញាវាដោយ f' នៃ z0 ថា denote ហ្នឹងស្មើទៅនឹង limit z ក៏ត្រូវ z0 f នៃ z ដល់ f នៃ z0 ចែកឲ្យ z ដល់ z0 អញ្ចឹងវា exist នេះតតែមានថាវាមាន differential ឬក៏មាន derivative ត្រង់ចំណុច z0 ត្រង់ c ហ្នឹងអូខេភាពមាន derivative ខ្ញុំអត់ទៅជ្រៅប៉ុន្មានទេគាត់តែនឹកខ្ញុំន័យទេខ្ញុំន័យមួយទៀតគឺ holomorphic លក្ខណៈមួយទៀតរបស់នៅក្នុងអនុគមអត្ថេ complex ហ្នឹងគឺភាពមាន holomorphic ភាព holomorphic ហ្នឹងវាស្រដៀងគ្នាទៅនឹងភាពមាន derivative តែវាខ្លាំងជាងភាពមាន derivative ព្រោះអីបើវា holomorphic ត្រង់មួយចំណុចបានន័យថាវាមាន derivative នៅត្រង់ចំណុចហ្នឹងហើយនៅជុំវិញneighborhood នៃចំណុចនោះទៀតឧបមាថាអានេះគឺជាសំណុំ u ណាមួយដែលរង c រងមួយពេចហើយ z0 នេះគឺជាចំណុចណាមួយអញ្ចឹងគេថាអនុគម f វាមានsorry វា holomorphic ឬក៏វា analytic ឬក៏គេប្រើពាក្យថា regular នៅត្រង់ចំណុច z0 នេះតតែយើងអាចរកបាន neighborhood ណាមួយជុំវិញ z0 ហ្នឹងដែលf របស់យើងនេះមាន derivative គ្រប់ចំណុចទាំងអស់នៅជុំវិញនៅក្នុងneighborhood ហ្នឹងតែម្ដងអូខេឬក៏គេអាចឲ្យយមន័យមួយទៀតគឺថាវាមាន analytic បើសិនវាមានបើកណាមួយគេតាំងវាដោយ b z0 r មានថាវាមាន r វិជ្ជមានណាមួយដែល f របស់យើងនឹងមាន derivative នៅលើបើកចិត្តc0 r នឹងវិញបើកវិញគឺជាសំណុំបើកអញ្ចឹង definition f is analytic slow internet ចាំតិចដឹកលើមក flat នឹងប៉ែដល់បងចាំតិច slow flat អត់ទេពលលើកទី1ហើយអត់ជោគជ័យទៀតមិនដាច់ភ្លើងដែរចូលសម័យសិនចឹងវិញ
ដូចនិយាយខាងដើមអញ្ចឹង F របស់យើង analytic ឬក៏គេប្រើពាក្យថា holomorphic ឬក៏យើងប្រើពាក្យថា regular នៅត្រង់ចំណុច 0 បើសិនបើយើងអាចរកបានកម្ម R វិជ្ជមានណាមួយដែល F របស់យើងនេះ is differentiable នៅលើ bool ឬក៏ D យើងហៅ bool ហៅ D សាច់ចិត្តចឹង bool ភាព 0 កម្ម R នេះបានខ្ញុំវា analytic ត្រង់ចំណុចមួយហ្នឹងរបស់ដែលយើងគួររំលឹកមួយទៀតគឺCauchy formula Cauchy integration formula Cauchy formula ហ្នឹងថាប្រសិនបើខ្ញុំនៅក្នុងu នេះចំណុំបើកណាមួយទៅយើងយឺតតិច u នេះចំណុំបើកណាមួយទៅហើយ c គឺជារង្វង់ដែលមានទិសដៅវិជ្ជមាន positive orientation ហើយចំពោះចំណុច z0 ណាមួយក៏ដោយឲ្យទៅនៅក្នុង c ហ្នឹងយើងឃើញថាយើងអាចគណនារូបភាព f នៃ z0 របស់យើងនេះគឺស្មើទៅនឹង 1/2 pi i integral នៅលើរង្វង់ c នេះ f នៃ z របស់យើងចែកឲ្យ z.z0 dz អូខេចំពោះ z0 ណាក៏ដោយនៅក្នុង c នឹងមិនថាវាជាផ្ចិតនៅណាក៏ដោយឲ្យនៅក្នុង c ហ្នឹងហើយ f របស់យើង analytic នៅក្នុងហ្នឹងគឺយើងអាចរក f នៃ c បានដោយបែបហ្នឹងបានតែប៉ុន្តែរូបមន្តនេះគឺដើម្បីយើងរកកណនី integral ចេះទេ integral នេះទៅយើងចង់រក integral ប៉ុណ្ណេះយើងអាចយក f នៃ c រូបភាពត្រង់ z0 ហ្នឹងគុណជាមួយនឹង 2 pi i ទៅយើងឃើញ integral ប៉ុណ្ណេះទៅមានរូបមន្តថែមទៀតតែខ្ញុំអត់ទៅស៊ីជម្រៅឆ្ងាយទេដោយសារត្រូវការហ្នឹងយកមកប្រើដូចខ្ញុំនិយាយហ្នឹងមួយវិញទៀតជាទូទៅមិនជាទូទៅតាមសភៅមួយចំនួនយើងនឹងសង្កេតឃើញថាកន្លែង integral formula របស់យើងកន្លែងនេះគេតាំង z គេខ្លាចច្រឡំគេអាចប្រើប្រាស់នៅសញ្ញាផ្សេងទៀតដូចជាសញ្ញានេះដូចជាគេហៅគេ c c ឬក៏គេប្រើអានេះតែម្ដងអញ្ចឹងមេរៀនទី1របស់យើងនឹងនិយាយទៅលើ maximum modulus theorem Schwarzschild minimum modulus theorem ហើយ matrixoidal theorem automorphism លើ unit នេះអ្វីដែលខ្ញុំនឹងនិយាយថ្ងៃនេះខ្ញុំនិយាយទៅលើតែ2ចំណុចទេគឺ maximum modulus theorem ហើយនិង minimum modulus theorem តែប៉ុន្តែ maximum modulus theorem ខ្ញុំធ្លាប់បានសិក្សាពីមុនតែខ្ញុំassume ថាពួកយើងភ្លេចអស់ហើយខ្ញុំលក្ខឡើងវិញ maximum modulus theorem គេចង់និយាយថា modulus ហ្នឹងគឺ model របស់អនុគម f វាទទួលបានរូបភាពរបស់វាគឺមានចំណុចអតិបរមាគឺនៅជុំវិញ boundary របស់ u អញ្ចឹងវាបាក់ស្ដាប់ឧបមាថាខ្ញុំមានអនុគម f របស់ខ្ញុំនេះពី u ទៅកាន់ c u នេះគឺជា open subset របស់ c open subset របស់ c អូខេមកថានេះគឺ u ទេអូខេនេះគឺ u ហើយនេះគឺ open អញ្ចឹងមានថានេះយើងអាចគូសចុចនៅជុំវិញចុចខាងក្រៅនេះគឺហៅថាជា boundary ខ្ញុំគូសពីលើប៊ីតុងព្រំដែនរបស់វាគេហៅថា boundary ចំណុច boundary គឺជាចំណុចដែលវាអត់នៅខាងក្នុង u ក៏អត់នៅខាងក្រៅ u ដែរណាអត់នៅក្នុង u អត់នៅខាងក្រៅ u អ្វីដែលចំណុចក្នុងគឺជាចំណុចទាំង line ណាបើថា z0 នេះគេហៅថាជាឬក៏តាំង a ទៅ a នេះយើងហៅថាជាចំណុចក្នុងបើសិនបើយើងអាចគូសវងជុំវិញវាបាននិយាយស្រួលស្ដាប់និយាយក្នុងភាសាគណិតវិទ្យា a ជាចំណុចក្នុងរបស់ u បើសិនបើវាមាន disk ណាមួយកម្ម r ណាមួយដែលផ្ទុកវាមានថា a ជារបស់ interior របស់ u មានថាជាចំណុចក្នុងរបស់ u បើសិនបើយើងអាចរកបាន r វិជ្ជមានណាមួយដែលdisk ដែលផ្ទុក a ហ្នឹង
វាស្ថិតនៅក្នុង U ដែរមានថា A នេះវានៅក្នុង disk ដែលមានផ្ចិត A កម្ម air ហ្នឹងdisk ដែលមានផ្ចិត A កម្ម air ឬក៏ bool ដែលមានផ្ចិត A កម្ម air ហ្នឹង slow មកទៀតហើយ internet ប្រោករាក់មែនតើបាទបងវិញ disk របស់យើងហ្នឹងវាស្ថិតនៅក្នុង U វារង U វាថាវានៅក្នុង U ហ្នឹងទាំង strong តែម្ដងគេអាហ្នឹងគេហៅចំណុចក្នុងចំណុចក្រៅបើសិនបើយើងបំពាក់ឆ្លប់មិនចំពោះកន្សោមហ្នឹងមកយើងទទួលបានវាជាចំណុចក្រៅវាជា external point ដល់ពេល boundary វិញមានថាវាមិនមែនជា interior point វាមិនមែនជា exterior point មានថាជាចំណុចណាមួយដែលនៅពេលដែលយើងគូសកម្មមិនថាកម្មប៉ុណ្ណាដែរឌីសជុំវិញវាណាកម្មតូចធំប៉ុណ្ណាក៏អាហ្នឹងកម្មហ្នឹងអត់នៅក្នុង U ហើយក៏អត់នៅក្រៅ U ដែរមានថាផ្នែកខ្លះវានៅក្នុង U ផ្នែកខ្លះវានៅខាងក្រៅ U ហ្នឹងគេហៅថាជា boundary អញ្ចឹងចំណុច boundary គឺចំណុចកន្លែងនេះជុំវិញនេះ maximum modulus theorem របស់យើងប្រាប់ថារូបភាពរបស់ U ហ្នឹងmodulus របស់ F ហ្នឹងវាទទួលបាន maximum របស់វានៅត្រង់ boundary នៅលើ boundary មានថាបើចំណុចរបស់វានៅក្នុងនេះទេរូបភាពនៃ z របស់យើងនេះមិនមែនជាតម្លៃអតិបរមាតម្លៃអតិបរមារបស់វាអាចទទួលបានទាល់តែចំណុច A ហ្នឹងនៅលើ U នេះទ្រឹស្ដីនៅលើ boundary របស់ U ទ្រឹស្ដីហ្នឹងគាត់ប្រាប់យើងថាគេអត់ដឹងថានៅចំណុចណាចំណុចមួយណាប្រកបទេក៏គាត់ប្រាប់ថាចំណុចហ្នឹងអត់នៅខាងក្នុង U ទេគឺវានៅ boundary U ចំណុចដែលធ្វើឲ្យរូបភាពរបស់ F ហ្នឹងមានតម្លៃអតិបរមាអូខេនេះគឺ maximum modulus theorem ហើយអ្វីយើងសុំ F របស់យើងគឺជាអនុគមមិនថេព្រោះចំពោះអនុគមថេចំណុចអតិបរមារបស់វាគឺស្មើចំណុចគឺគ្រប់ទីកន្លែងទាំងអស់បើវាជាអនុគមថេតម្លៃរបស់វាស្មើគ្នាអញ្ចឹងកន្លែងណាក៏វាជាចំណុចអតិបរមាដែរនឹងបានគេអសុំថា F របស់យើងគឺជាអនុគម holomorphic មិនថេនៅលើ U អូខេហើយ F នេះអាថេហ្នឹងយើងអាចប្រើពាក្យថាទទួលបានឬក៏ទៅដល់តម្លៃអតិបរមាលុះត្រានៅលើតែ boundary របស់យើងពេលក្រោយគេតាំងវា del U នេះគឺជា boundary អញ្ចឹងគេមាន proposition មួយគេថាអានេះវាជា proposition ចេញពី maximum modulus theorem ណាសំណើពីរនេះគឺជាសំណើសកម្មគ្នាជាមួយ maximum modulus theorem ខ្ញុំដូរ Wi-Fi សិនវា slow មកចឹង proposition មួយនេះវាសកម្មគ្នាជាមួយនឹង maximum modulus theorem គឺថា U នេះគឺជា open set ហើយនឹង connected កន្លែងហ្នឹងមានថាវាអត់ដាច់គ្នាជាសំណុំបើកដែលអត់អាចសរសេរជាប្រជុំនៃសំណុំបើកពីរបានឧបមាថា U របស់យើងគឺជាចេះនេះទាំងមូលហ្នឹង U អញ្ចឹងទាំងមូល U ហ្នឹងឧបមាថានៃ A អានេះ B យើងអាចសរសេរ U នេះស្មើនឹង A ប្រជុំ B A បើក B បើកហើយ A និង B នេះប្រសពគ្នាស្មើទេមានថាវាជាសំណុំដាច់គ្នាអញ្ចឹង U នេះគេហៅថាជា connected សំណុំ connected ទេដោយសារអីវាអាចសរសេរជាសំណុំដាច់ប្រជុំនៃសំណុំពីរដាច់គ្នាបានពាក្យ connected បានន័យថាវាអាចសរសេរជាប្រជុំនៃសំណុំពីរដាច់គ្នាបានអាហ្នឹងមានថាវា connected វាភ្ជាប់គ្នាវាអាចសរសេរដាច់គ្នាចឹងបានចឹងហើយ F របស់យើង holomorphic នៅលើ U នៅក្នុង F វាមាន derivative នៅលើ U មានថា derivative holomorphic លើ U ហ្នឹងមានថាវាមានវា holomorphic គ្រប់ចំណុចទាំងអស់នៅលើ U ទាំងអស់ហើយបើសិនបើ A នេះនៅក្នុង U ដែលរូបភាព f នៃ x នេះតូចជាង modulus fx តូចជាង modulus f នៃ A នេះគ្រប់ z ជារបស់ U ទាំងអស់ចឹងគេទាញថា f នេះគឺជាអនុគមថេនៅលើ U អនុគមថេបានមិនអនុគមថេតើតែរូបភាពរបស់វាថេឬក៏ modulus របស់វាថេមានថាវាស្មើចំនួនថេណាមួយ constant ណាមួយគ្រប់ចំណុច z ទាំងអស់នៅលើ U ហ្នឹងវាជាអនុគមថេនៅលើ U អូខេចឹង proof របស់យើងនឹងចាប់ផ្ដើមដោយ
mà tha bỏ này cái chừng làm du bao nhiêu hai này cái chữ chừng là e na muối nên là du nhưng cái chập đám kia là người cam e na muối cam e với chữ miền na muối đấy hai dương cùng vùng trong mình é để do thơ vốn nó cái chừng vốn là mình sẽ trăng é cam smart e tại e nó rất thường mất oi vùng vùng nó về nơi không du thằng sòng giờ anh cho vùng để nơi chạy ba này đấy vùng chết vì nơi không du thằng sòng hiện anh cho vùng nào muối để nơi không du thằng sòng tôi bên nào bán ở bên trong mà tham vô vùng ấy mà tờ cam e tôi năm mươi chồng cam e tôi 50 chồng thì mấy oi à đừng vùng nó là vùng này cái ta về đừng vùng xí xí ní cứ nơi không du vẹt ní nó lại cu rong hay rong smart tại cu asma đi cháu nó ban này ta vì asma du ở bên nơi không du tam đó thì anh cảm bắt pra rong risma bán ở bánh hả tại trong nơi không du hai lý của bán ở bánh hả trong tam integral formula របស់ Cauchy យើងឃើញថារូបភាពនៃ f ត្រង់ a របស់យើងស្មើទៅនឹង1លើ2 pi integral c f នៃ c dc c ដល់ a អានេះហៅ c ដែរតែ c នេះ c z xi អក្សរក្រិចច្រឡំទៅច្រឡំ c នេះអូខេអញ្ចឹង c របស់យើងគឺជារង្វង់របស់យើងអាចទៅសេវាគេមកថារង្វង់ចិត្ត a កម្ម a យើងអាចទៅសេវាទៅជា represent វាទៅជា z ស្មើ a ចេះsorry z ដល់ a ស្មើ a z ដល់ a ស្មើ a អានេះគឺជាការតាំងឲ្យរង្វង់អញ្ចឹងរង្វង់របស់យើងអាចទៅសេបានមួយរបៀបទៀតយើងអាចទៅសេវាទៅជា z ស្មើទៅនឹង a មានតែផ្ចិតរបស់វាបូកជាមួយនឹង a e សកុន i t ដែល t របស់យើងនេះរត់ពីចន្លោះ0ទៅកាន់2 pi អូខេ c យើងរត់ពីចន្លោះ0ទៅកាន់2 pi អញ្ចឹងមានថា z របស់យើងមានស្មើចំណុច a តើណា a បូកជាមួយទៅនឹង a បើ a ហ្នឹងទៅហើយ a e theta មានថា theta យើងរត់ពី0រហូតដល់2 pi មានថាវានឹងរត់ជុំវិញចឹងនៅពេលដែល t ស្មើ0វានៅតាណាមួយទៅហើយរត់ដល់2 pi មានតែវាជុំមកវងចឹងវាទទួលបានរូបវាជារង្វង់វាតាំងឲ្យសំណុំ c ដែលមានផ្ចិត a កម្ម a របស់យើងហ្នឹងអូខេនេះគឺជាសមីការតំណាងរបស់វាអញ្ចឹងឥឡូវយើងមានប៉ុណ្ណឹងឥឡូវដោយសារតែក្នុងនេះគេតាំងវាដោយសាយដោយ c ខ្ញុំតាំងវាដោយ c ដូចគ្នាខ្ញុំកុំឲ្យយើងមើលទៅពិបាកអញ្ចឹង derivative c ទៅវាស្មើទៅនឹង derivative a ស្មើ0 derivative ទៅនឹង t អញ្ចឹងនេះយើងបាន i r e ស្មើ et it ដែល t យើងរត់ពី0ដល់2 pi អញ្ចឹងយើងយកអ្វីគ្រប់យ៉ាងហ្នឹងមកចំនួនចូលនៅក្នុងខាងលើវិញមកយើងបាន c របស់យើងនេះវាស្មើនឹង a បូក r i t c ដល់ a នេះ c ដល់ a របស់យើងស្មើនឹង r e ស្មើ it នេះបក a កណ្ដាលយើងឃើញហើយ dc របស់យើងគឺស្មើទៅប៉ុណ្ណេះយើងចំនួនចូលទៅយើងបានអូខេនេះคลิกដាក់ dt sorry dt derivative t មាន dt ទៀតខ្ញុំវាចូលហើយនេះកាត់កងនេះចោលអស់ i កាត់កងអស់ចោលសល់2 pi ហើយដោយសារ derivative យើងចំនួនចូលមិញវាអាំងលើរង្វង់មានតែអាំង t របស់យើងរត់ពី0ដល់2 pi អញ្ចឹងអានេះរត់ពី0ដល់2 pi នេះយើងទូបានប៉ុណ្ណឹងអូខេតោះទៀតយើងបំពាក់ modulus វាសងខាង modulus របស់ f នៃ a របស់យើងនេះវាស្មើ modulus នៃ integral អាប្រព័ន្ធតែមួយនេះតែតាមយមន័យរបស់ modulus ហ្នឹងវាថាតូចជាងឬស្មើ integral មានថា modulus របស់ integral នេះ modulus របស់integral នេះវាថាតូចជាងឬស្មើ integral នៃ modulus ដូចជាស្មើ integral modulus ដោយសារតែនេះគឺជាចំនួនវិជ្ជមានចឹងចេញមកក្រៅ modulus បានអត់បញ្ហាទេបញ្ហាចឹងតាមសមត្ថកម្មរបស់យើងមានថា f នៃ z របស់យើងនេះវាតូចជាងឬស្មើ f នៃ a ចំពោះគ្រប់z នៅលើ u ទាំងអស់គ្រប់ z លើ u ទាំងអស់ហើយយើងដឹងថាa បូក r i theta នេះsin វាស្មើ a បូក i theta នេះគឺជាវងហ្នឹងចំណុចជុំវិញវងហ្នឹងណាអញ្ចឹងវងហ្នឹងវានៅក្នុង u ដែរតោះណាវានៅក្នុង u ដែរអានេះវាប៉ិតចំពោះគ្រប់ z ចំណុចណាក៏ដោយនៅក្នុង u
ហើយចំណុចនេះវានៅក្នុង u ដែរអញ្ចឹងករណីនេះក៏វាត្រូវពិតចំពោះអាហ្នឹងដូចគ្នាមានថារូបភាពនៃ a តាមពិតជាសាយរបស់យើងវាស្មើទៅនឹង a បូក r EIT នេះវាជារបស់ c ហើយ c នៅក្នុង u មានថានៅក្នុង u ដូចគ្នាជាងថារូបភាពនៃច្រឡំសាយរូបភាពនៃ c របស់យើងនេះវាត្រូវតូចជាងស្មើមួយរបស់វាទៅជាស្មើ f នេះហើយចំនួន c នឹងចូលនេះវាស្មើនឹងនេះជាងទូបានប៉ុណ្ណេះចំពោះគ្រប់តម្លៃ t ទាំងអស់តមកទៀតយើងចំនួនចូលទៅយើងឃើញថា f នៃ a របស់យើងអានេះយើងបានមកពីអាម៉ាជាហៀងខាងលើនេះមិញនេះនេះមិញ f នៃ a វាស្មើប៉ុណ្ណេះហើយដឹងថាmodulus f នៃ a បូក r et នេះវាតូចជាងឬស្មើ f នៃ a អញ្ចឹងប៉ុណ្ណេះវាតូចជាងស្មើ f នៃ a អញ្ចឹងតូចជាងស្មើតទៅ integral a នៅដដែលតូចជាងស្មើ f ហើយឃើញថា integral ប៉ុណ្ណេះ integral ប៉ុណ្នេះអានេះជាអនុគម f នៃ a វាមានជាប់ t ទេហើយយើង integral ធៀបទៅនឹង t អញ្ចឹង integral 1 លើ 2 pi 0 2 pi ហើយកាត់ f នៃ a dt នេះអានេះជាចំណុចថេជាចំណុចក្រោយបាន integral នេះធៀបទៅនឹង t ស្មើ1 លើ 2 pi integral t dt sorry integral ទៅវាបាន t ហើយកំណត់ពី0ទៅកាន់2 pi c 0ទៅអស់នៅសល់តែ f នៃ ហើយខាត់ f នៃ a ឬក៏1ដល់ f នៃ a ហើយយើងឃើញថាឡៃ modulus f នៃ a នៅចន្លោះ integral ប៉ុណ្ណេះនេះ integral ប៉ុណ្ណេះណា integral ប៉ុណ្ណេះនៅចន្លោះវាធំជាងស្មើ a ហើយទៅជាងស្មើ a ទៅជាងស្មើ f នៃ a គេចឹងយើងទីបានថាប៉ុណ្ណឹងស្មើ0មានថានេះវាស្មើនេះស្មើ0យើងអាចនិយាយបានថាផលសងរបស់វាស្មើ0ហេតុអីបានផលសងរបស់វាស្មើ0យើងឃើញថាប៉ុណ្ណេះវាស្មើនឹង f នៃ a ណាស្មើនឹង f នៃ a យើងអាចផ្សេងចាប់បើកុំឲ្យបាក់យល់ផ្សេងមួយគឺ1លើ2 pi integral 0ដល់2 pi f នៃ a បូក r ទៅសកល it modulus dt នេះវាស្មើទៅនឹង f នៃ a បាទណាដោយសារតែវាចន្លោះនៃចន្លោះ f នៃ a មានថាតូចជាងស្មើ f a ហើយធំជាងស្មើ norm f អញ្ចឹងវាស្មើគ្នាហើយf norm f a នេះស្មើនឹងប៉ុណ្ណេះអញ្ចឹង nc ស្មើទៅនឹងបន្ថែមនឹងចូលមកគឺ1លើ2 pi integral 0ទៅ2 pi dt មានថាពាក្យ integral ប៉ុណ្្នឹងទៅវាអត់មានផលប៉ះពាល់អីជាមួយហ្នឹងវាស្មើតែគ្នាដែរហើយការធ្វើបែបហ្នឹងគឺដើម្បីខ្ញុំធ្វើផលសវាមានជាប់ integral ដែលមានមេគុណនៅមុខ integral ប៉ុណ្្នឹងគ្នាហើយ integral ពីណាទៅណាប៉ុណ្្នឹងគ្នាអញ្ចឹងខ្ញុំបោះទៅបោះអានេះទៅខាងនេះទៅចប់អូខេបោះទៅមកជាហៀងទៅយើងឃើញថា integral 0ដល់2 pi 1លើ2 pi ទាំងអស់នេះ f នៃ a នេះ modulus ដក f នៃ a បូក r ទៅសកល et របស់យើងនេះមកទៅស្មើ0ស្មើ0ហើយដឹងថានេះវិជ្ជមានណានេះintegral របស់វានេះ integral របស់វានេះវាវិជ្ជមានហើយវិជ្ជមានយើងមើលកន្សោយខាងលើនេះមិនចឹងមាន f នៃ a ធំជាង f នៃ a បូក r e i g ក្នុងមូលរបស់វាអញ្ចឹងបោះនេះខាងស្ដាំទៅយើងឃើញថាវាវិជ្ជមានអញ្ចឹងដោយសារតែក្នុងនេះវាវិជ្ជមានហើយ integral របស់វាស្មើ0វាមិនទៅវាទៅរួចបានតតែ integral របស់វានេះស្មើ0ហើយវាធំជាងស្មើ0 integral ធំជាងស្មើ0តែ integral របស់វាទៅវាស្មើ0ករណីដែលអាចទៅរួចបានគឺតែ integral របស់វាហ្នឹងគឺស្មើ0តតែខាងក្នុងនេះរបស់វាស្មើ0បើវាស្មើ0មានថា f នៃ a នេះស្មើនឹង fa បូក re សកល it មិនយើងឃើញថាវាតូចជាងស្មើឥឡូវវាស្មើគ្នាអញ្ចឹង modulus របស់ f នៃ a ស្មើទៅនឹង f នៃ a បូក rt ចង់និយាយថា
modulus ត្រង់ចំណុច A នេះវាស្មើនឹង modulus របស់ចំណុចលើ A នេះហើយ A របស់យើងរើសធ្វើម៉េចឲ្យវានៅក្នុងនេះហើយវាសេរីវាប្រែប្រួលបានមកសេរី A ធំប៉ុណ្ណាក៏បានតូចប៉ុណ្ណាក៏បានធ្វើម៉េចឲ្យតែវានៅក្នុងហ្នឹងបាទណាឲ្យតែវានៅក្នុងហ្នឹងអញ្ចឹងបានន័យថា model norm sorry modulus របស់វាហ្នឹងគឺជាចំនួនថេរ f របស់យើងនេះគឺជាចំនួនថេរហើយដែលបានវាថេរconstant លើ c មិន c លើ c នេះអាចច្រឡំនេះ c របស់យើងវិញតាំង circle យើងអាចតាំងចំនួនថេរដោយអីគេមួយទៅផ្សេងពី c ផ្សេងតាំង c នេះជារង្វង់ហ្នឹងអូខេអញ្ចឹងយើងបាន modulus របស់វាចំនួនថេរហើយ modulus របស់ចំនួនវាជាចំនួនថេរដោយសារ modulus ត្រង់ចំណុចណាក៏ដោយក៏វាស្មើទៅនឹង modulus ត្រង់ a ដែរណា modulus ណាដែរក៏វាស្មើ modulus ត្រង់ a ដែរអញ្ចឹងទៅវាជាចំនួនថេរនៅលើ c ហើយសារ c នេះ arbitrary យើងអាចបរិញ្ញព្រមវាតូចប៉ុណ្ណាធំប៉ុណ្ណាក៏បានមែនអត់អញ្ចឹងមកថាអា c នៅក្នុង u នេះអាវងក្នុង u នេះអាចបរិញ្ញព្រមតូចធំប៉ុណ្ណាក៏បានយើងអាចចង់ឲ្យវាប្រព័ន្ធ u ក៏បានឬក៏កែច្នៃវាទៅជាប្រជុំធ្វើម៉េចឲ្យបានជុំវិញប៉ុន u ក៏បានស្ដាប់ចិត្តយើងនឹងឃើញថា f របស់យើងហ្នឹងមិនតែថេរនៅលើc នេះវាថេរទៅលើ u តែម្ដងថេរលើសំណុំបើ u តែម្ដងចឹងដោយសារតែ modulus របស់វាចំនួនថេរអានេះខ្ញុំត្រូវសន្និដ្ឋានមួយទៀតថា f របស់យើងនេះគឺ constant លើ u អនុគម f នេះគឺជាអនុគម constant លើ u អូខេហើយជាមិនហ្នឹងមកយើងទទួលបាន Euler របស់វាគេថា u របស់យើងនេះទទួលបានបើសិនបើ u នេះគឺជា bounded អា1 2នេះវាសាក់មួយគ្នាណា1 2 3សាក់មួយគ្នាចឹងខ្ញុំអ្វីស្រេចគឺស្រេចតែលក្ខណៈទី2នេះទេគេថាបើ u នេះគឺ bound លើ f ណាបើ u នេះ bound លើ f ហើយវាជាប់នៅលើ closure របស់ u អានេះ u បាននេះគេតាំងវាដោយ closure របស់ u ស្វែងរកគេ CLU ចេះអានេះគឺជា closure របស់ u closure របស់ u ហ្នឹងគឺជាសំណុំ u វាប្រជុំគ្នាសំណុំ u ហ្នឹង closure u ស្មើសំណុំ u របស់យើងហ្នឹងយកវាទៅប្រជុំជាមួយនឹងសំណុំ derivative របស់វាសំណុំគេតាំងវាដោយ del u អញ្ចឹងឲ្យជាន់គ្នាជាមួយ boundary គេតាំងអីគេទៅតាំង d u ចឹងចានេះជាសំណុំ derivative របស់ u សំណុំ derivative គឺជាសំណុំនៃ limit point របស់ u ទាំងអស់ឬក៏សំណុំនៃ accumulation point របស់ u ទាំងអស់ចឹងហ្នឹងគឺជា closure របស់ u closure របស់ u មានថាវាស្មើនឹង u ណាប្រជុំគ្នាជាមួយទៅនឹង boundary របស់ u ទៀតគេនិយាយបាន u បានស្មើនឹង u ប្រជុំនេះសញ្ញាប្រជុំស្អីដូចគ្នាប្រជុំជាមួយ boundary របស់ u នេះគឺ closure របស់ u ហើយគេថា f modulus f ហ្នឹងវាទទួលបានតម្លៃ maximum នៅលើ boundary របស់ u ឬក៏យើងអាចទៅសេយ៉ាងទៀតថានេះតាំង max បានតាំងសុខបាន max របស់ fz normal fz នៅលើ zu វាស្មើនឹង stop ឬក៏ max របស់ f នៃ z ក្នុង modulus របស់វានៅលើ boundary របស់អញ្ចឹង statement ទាំង3ហ្នឹងគឺមានន័យដូចគ្នាព្រោះអីអានេះគេថា modulus របស់ f ហ្នឹងអត់អាចទៅដល់តម្លៃអតិបរមានៅខាងក្នុង u ទេមែនទេវាអាចដល់តម្លៃអតិបរមានៅខាងក្នុង u ទេអញ្ចឹងបើវាអាចនៅដល់តម្លៃអតិបរមានៅក្នុង u មានថាវានៅ boundary របស់ u អញ្ចឹងវា3នេះយើងនឹងនិយាយទៅលើតាទី2ផ្សាយទី2មានថាវាសាក់មួយជាមួយទី1ទី3អូខេគឺ proof on leader 2ឥឡូវ u បាវិញជាសំណុំកំបាក់ហេតុអីមិនមានកំបាក់យើងឲ្យយមន័យសំណុំកំបាក់សំណុំមួយកំបាក់វាស្មើទៅនឹង close ហើយ bound វាបិទហើយតអូខេសំណុំកំបាក់អញ្ចឹងឃើញថា u របស់យើងឧបមាមកគឺជាសំណុំតអញ្ចឹងលក្ខខណ្ឌត check ដល់ពេល closure របស់ u នេះវិញវាជាប្រជុំរបស់ boundary point ហើយនឹង u ឬក៏វាជាប្រជុំរវាងu ជាមួយទៅនឹងសំណុំនៃ limit point របស់វាទាំងអស់អញ្ចឹង u បានេះ closure របស់ u នេះវាផ្ទុកគ្រប់ limit point របស់ u ទាំងអស់អញ្ចឹងវាគឺជាសំណុំបិទណា
u 3នេះទុកគ្រប់ limit point របស់ខ្លួនវាទាំងអស់អញ្ចឹងវាគឺជាសំណុំបិទអញ្ចឹងវាបិទផងវាផ្ទាល់ផងវាជាសំណុំកំបាក់ហើយដោយសារវាកំបាក់យើងអាចរកបាន a ណាមួយនៅក្នុង u បាដែល f នៃ a របស់យើងនេះធំជាងឬស្មើ f នៃ u ចំពោះរូប z នេះជារបស់ u បាបានមកនេះអានេះមកនេះអានេះអូខេf របស់យើងវាជាសំណុំតអញ្ចឹង u យើងតចឹងថារូបភាពនៃ f វិញជាអនុគមជាប់ចឹងណានេះបានមកណាយើងដឹងថា f វិញជាអនុគមជាប់ពីសំណុំបកទៅកាន់ c យើងថារូបភាពនៃសំណុំកំបកគឺជាសំណុំកំបកយើងរៀនការតបសំណុំរូបភាពនៃសំណុំកំបកគឺជាតាមអនុគមជាប់គឺជាសំណុំកំបកអញ្ចឹងរូបភាពរបស់វាក៏កំបកដែរចាំមិនថាវាតល់ដូចគ្នាសំណុំរូបភាពរបស់វាក៏តល់ដូចគ្នាចឹងមកសំណុំរូបភាពរបស់វាតល់មានថាវាមានតម្លៃ a ណាមួយនៅក្នុង u បានេះដែលវាធំជាងគ្រប់ f នៃ z ទាំងអស់យើងអាចទៅសេថា f នៃ z នេះតូចជាងស្មើ f នៃ a ណាមួយនេះគឺជាតល់របស់វាបោនរបស់វាអូខេសំណុំរូបភាពរបស់វានៅលើ g បាទអញ្ចឹងយើងចង់ព្រុសថាវាតម្លៃដែលវាអតិបរមាណាតម្លៃអតិណា f នៃ a របស់យើងហ្នឹងវាសំតា a ហ្នឹងនៅលើ boundary យើងចង់បង្ហាញតាមតម្លៃវិតដែលវាទៅដល់អតិបរមាត្រង់ boundary នៅលើ boundary អញ្ចឹងយើងឧបមាផ្ទុយពីការពិតឧបមាថាបើសិនបើវាអត់នៅ boundary មានរឿងអីកើតឡើងវាបង្កើតបាន contradiction អត់បើវាបង្កើតជា contradiction អាហ្នឹងចោលហើយអូខេអញ្ចឹងយើងឧបមាថា a របស់យើងអត់នៅក្នុង boundary ទេគេថាវានៅក្នុង interior a អត់នៅក្នុង boundary របស់ u នេះទេចឹងមានន័យថា a នេះក្នុងinterior របស់ u បើវាក្នុង interior របស់ u មានថាវាមានសំណុំបើកណាមួយមាន u មួយណាមួយដែលជាសំណុំបើកផ្ទុកចំណុច a ហ្នឹងហើយu មួយនេះនៅក្នុង u ណា a ជារបស់ interior របស់ u យើងអាចរកបានសំណុំបើក u មួយណាមួយដែលនៅក្នុង u ដែល a នេះជារបស់ u មួយនេះ open ហើយ u មួយហ្នឹងរង u ឥឡូវដោយសារ u មួយនេះជាសំណុំបើកហើយជាប់ទៀតđấy ជាប់បើកអញ្ចឹងយើងតាមខាងលើមិញតាមយើងស្រាយខាងលើនេះមិញបើសិនបើ u នេះបើកឥឡូវមិន u នេះគឺជា u មួយយើងម្ដង u មួយយើងបើកជាប់ f របស់យើង holomorphic លើ u ហើយយើងមានចំណុច a ណាមួយនៅក្នុងហ្នឹងដែលផ្ទៀងផ្ទាត់លក្ខខណ្ឌបែបហ្នឹងយើងទីមក f វិញជាអនុគមថេរទីមកអនុគម f វិញជាអនុគមថេរអញ្ចឹងយើងមិនទីបាន f របស់យើងជាអនុគមថេរនៅលើ u មួយតែវាអត់ពិតវា contradict ដោយសារខាងលើយើងឧបមាថា f របស់យើងនេះគឺ non constant សំទោសមិញខ្ញុំភ្លេចអាណាប្រធានខាងលើនេះf របស់យើងគឺជា non constant វាអត់ថេរអ្វីដែលយើងឧបមាថាអនុគម f របស់យើងជាអនុគមមិនថេរឥឡូវចែកដំចង្រៃអីឧបមាទៅឃើញតែ f របស់យើងថេរនៅលើ u មួយអញ្ចឹងវា contradiction ព្រោះបើវា constant លើ u មួយរបស់យើងវា arbitrary វា Massey អញ្ចឹងយើងអាចសន្និដ្ឋានថាវា constant លើ u ទាំងមូលទេអញ្ចឹងវា contradiction ទៅនឹងអ្វីដែលយើងឧបមាខាងលើហ្នឹងអញ្ចឹងមានថា a របស់យើងវាប្រកាសជានៅក្នុង del u នៅក្នុង boundary របស់ u ដោយសារដំបូងយើងឧបមាថាវានៅបើសិនបើវានៅក្នុងsorry បើសិនបើវានៅក្នុង boundary ទេវានាំឲ្យមាន contradiction អញ្ចឹងវាទៅរួចបានតតែវានៅលើ boundary អញ្ចឹងទីមក a វិញ boundary យើងសន្និដ្ឋានថា f របស់យើង attain maximum នៅលើ boundary ចឹងហ្នឹងមកយើងអាច proposition ពី minimum modulus theorem មិញយើងថា maximum modulus theorem តម្លៃដែលធ្វើអនុគម f របស់យើងឡើងដល់ឡើងដល់អតិបរមាគឺនៅលើ boundary ចំពោះ minimum modulus theorem របស់យើងក៏ដូចគ្នាដែរថាអនុគមរបស់យើងហ្នឹងវាដល់តម្លៃធ្លាក់ដល់តម្លៃអបបរមាក៏ត្រង់ boundary របស់វាដែរនៅលើ boundary របស់វាដែរចឹងកន្លែងនេះគេf របស់យើងជាអនុគម non constant holomorphic លើ bounded open set u ចឹងគេថាបើ
វាមានពីរករណីវា either f គឺជាអនុគម0ឬក៏តម្លៃnorm របស់វាហ្នឹងឬក៏ modulus របស់ f ហ្នឹងវាទៅដល់ចំណុចអបបរមានៅលើ boundary របស់យើងហេតុអីបានកន្លែងនេះគេថា either f0 ឬក៏ f នេះវា attain minimum ព្រោះបើសិនបើ f0 យើងនៅថា modulus របស់វាមិនទៅ modulus របស់វាវាជាវិជ្ជមានធំជាងស្មើ0បើសិនបើ f ស្មើ0បើសិនបើ f ស្មើ0 modulus របស់ f នេះគឺស្មើ0មកដែរចឹងនេះគឺជាតម្លៃអបបរមារបស់វាបាត់ហើយយើងអត់មានអីត្រូវនិយាយទៀតទេតម្លៃនិយាយអបបរមារបស់វាគឺ0ហ្នឹងហើយដោយសារ modulus របស់វាធំជាងស្មើ0ចឹងបើ f របស់យើងជាអនុគម0យើងទទួលបានអបបដែរអត់មានអីត្រូវនិយាយទេតែបើសិនបើអនុគម f របស់យើងអត់0ទេតម្លៃអបបរមារបស់វានឹងទទួលបាននៅលើចំណុចនៅលើ boundary របស់យើងអ្វីយើងធ្វើយើងប្រើអនុគមជំនួយគឺឧបមាថា f របស់យើងអត់មានចំណុច0ទេមានថាអនុគម f យើងមិនមែនជាអនុគម0អូខេវាមាន0អូនេះ has 0 my bad យល់ខុសវាមាន0មិនមែនថាជាអនុគម0ទេវា has 0 has 0ហ្នឹងបែរថាវាមានចំណុចណាមួយដែលធ្វើឲ្យវា0សំទោសមានចំណុចមាន a ណាមួយដែល f នៃ a នេះស្មើ0ចេះជារបស់យូរដែល fa ស្មើ0ចេះអញ្ចឹងបើ fa ស្មើ0អានេះជាតម្លៃអបបរមារបស់វាអញ្ចឹងអត់មានអីត្រូវស្រាយទៀតទេណាអញ្ចឹងអឺយើងនឹងឧបមាថាវាអត់មាន0យូរទេយើងនឹងស្រាយឃើញថាតម្លៃអបបរមាវានឹងទទួលបាននៅលើបងអញ្ចឹងឧបមាថា f របស់យើងនេះអត់មាន0លើ u ទេយើងតាំងអនុគម g ស្មើនឹង1លើ f នៃ c អញ្ចឹងអនុគមជំនួយរបស់យើងដោយសារតែ f របស់យើងមាន0ទេអានេះវាមាន singularity វាមានចំណុចដែលធ្វើឲ្យវាអត់កំណត់បានទេចំណុចរបស់វាគឺមានន័យទាំងអស់ព្រោះ f នៃ c របស់យើងខុសពី0នៅលើ u អញ្ចឹងដោយសារតែវាអត់0អា f នេះ holomorphic អញ្ចឹង g របស់យើងនេះក៏ holomorphic ដូចគ្នា g វាគឺជា holomorphic នឹង derivative នេះខុសគ្នាហើយតាមគោលដៅខាងលើយើងមិញចំណុចទី2យើងឃើញថា norm របស់ g នោះនឹងទទួលបានតម្លៃអតិបរមានៅត្រង់ boundary របស់វាព្រោះ g វា holomorphic នៅលើ u វាទទួលបានតម្លៃអតិបរមានៅលើ u មានថាយើងអាចលើ del u អញ្ចឹងវាអាចមានតម្លៃ a ណាមួយរបស់ del u ដែលរូបភាពនៃ a នេះគឺជា maximum ជាតម្លៃអតិបរមាអញ្ចឹងដោយសារតែ g នៃ a g នៃ z របស់យើងនេះវាស្មើទៅនឹងmodulus របស់ f នៃ z នេះ modulus របស់វាហើយស្មើនឹងប៉ុណ្ណេះហើយយើងឃើញថា f នៃ a របស់យើង f នៃ a របស់យើងវាស្មើទៅនឹងអីគេស្មើទៅនឹង maximum 1លើ f នៃ z របស់ u ហ្នឹងណា f នៃ z a លើ u ហេតុអីបានអញ្ចឹងដោយសារ f របស់យើងមុនវាមានតម្លៃអតិបរមាលើនឹងដែរ f របស់យើងមិនជា holomorphic លើ u អញ្ចឹងវាមានតម្លៃអតិបរមាលើនឹងដូចគ្នាអូខេអញ្ចឹង1លើ u យើងអាចគិតចេះក៏បានយើងអាចគិតg នៃ a របស់យើងនេះ g នៃ a របស់យើងវាស្មើទៅនឹង maximum នេះណា g នៃ a វាស្មើទៅនឹង max របស់ g នៃ z ដែល z របស់យើងនេះជារបស់ u បាទអញ្ចឹងដោយសារ g នៃ z យើងកំណត់ស្មើចេះនេះស្មើនឹង1លើ f នៃ a តោះណា g នៃ z វិញស្មើ1 f នៃ z អញ្ចឹងនេះស្មើ1 f នៃ a ស្មើនឹង maximum ដូចគ្នាអត់មានដាក់អីទេហើយ g នៃ z វិញគឺ1នៅf នៃ z អញ្ចឹង modulus របស់វា z ជារបស់ u បាទអញ្ចឹងបើវា reciprocal របស់វាជា maximum បច្រាស់របស់វាត្រឡប់សមាមាត្ររបស់វាទៅជា minimum វិញយល់ទេច្រាស់សមាមាត្ររបស់វាជា minimum វិញចឹងឃើញថា f នៃ a នេះគឺជា minimum នៅលើf នៃ z ហេតុអីបានចឹងចេះយើងអាចគិតថាបើសិនបើអានេះ g នៃ z ស្មើមួយ f នៃ z អានេះកាន់តែធំធ្វើឲ្យ g នៃ z នេះកាន់តែតូចណាបើ f នៃ z ឡើងដល់ maximum g នៃ z វិញឡើងដល់ចុះដល់ minimum អានេះអាចទៅសេថាស្មើ f នៃ z ស្មើទៅនឹង1លើ gz ជាក៏បានដែរតោះណា g នៃ z ឡើងដល់ maximum
f នៃ z វាចុះដល់ minimum វាតូចបំផុតអានេះខ្ពស់បំផុតធ្វើឲ្យ f នៃ z វិញតូចបំផុតវិញអញ្ចឹងបាន f នៃ a វិញហ្នឹងគឺជា minimum លើ z បានហើយដោយសារ a វិញនៅជារបស់ boundary អញ្ចឹងអាចថាf នេះទទួលបានតម្លៃ minimum នៅលើ boundary អញ្ចឹងចប់ព្រោះវាប៉ុណ្ណឹងចឹងវីដេអូនេះនិយាយតាមពីចំណុចប៉ុណ្ណឹងទេហើយអូតបចាំនិយាយទៅលើចំណុច Hadamard 3 circle ទៀតដើម្បីផ្សេងៗ